ផ្នែកទី4អំពីការជួលអចលនវត្ថុមាត្រា106កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុអាចជួលទ្រព្យរបស់ខ្លួនឲ្យអ្នកដទៃបានការជួលជាកិច្ចសន្យាដែលកម្មសិទ្ធិករនៃទ្រព្យមួយប្រគល់ទ្រព្យនោះឲ្យជនណាម្នាក់ប្រើប្រាស់ក្នុងរយៈពេលមួយដោយយកជាប្រាក់ឈ្នួលមកវិញយ៉ាងទៀងទាត់តាមសមាមាត្រនៃរយៈពេលប្រើប្រាស់កិច្ចសន្យានៃការជួលអចលនវត្ថុហៅថាភតិសន្យាកិច្ចសន្យាជួលអចលនវត្ថុមានពីរយ៉ាងគឺការជួលរយៈពេលមិនកំណត់និងការជួលរយៈពេលកំណត់ការជួលរយៈពេលកំណត់មានការជួលរយៈពេលខ្លីអាចបន្តជាថ្មីបាននិងការជួលរយៈពេលវែង15ឆ្នាំឬលើសមាត្រា107កិច្ចសន្យាជួលរយៈពេលមិនកំណត់ឬរយៈពេលខ្លីហើយអាចបន្តជួលជាថ្មីបានបង្កើតបានជាទំនាក់ទំនងផ្ទាល់ខ្លួនរវាងភតិសន្យាបតីនិងអ្នកជួលការជួលបន្តឲ្យតតិយជនអាចធ្វើទៅបានលុះត្រាតែមានការព្រមព្រៀងដោយជាក់លាក់ឬការអនុញ្ញាតពីកម្មសិទ្ធិករមាត្រា108កិច្ចសន្យាជួលរយៈពេលវែងបង្កើតបានជាសិទ្ធិផន់ដឹកលើអចលនវត្ថុសិទ្ធិនេះអាចត្រូវបានប្រគល់ឲ្យដោយមានថ្លៃឬផ្ទេរបន្តតាមរយៈសន្តិកម្មទ្រព្យដែលបានជួលរយៈពេលវែងអាចជាកម្មវត្ថុនៃការរៀបចំនិងការបំផ្លែងការឲ្យតែការងារនោះមានអានុភាពបំផ្លាញឬបំផ្លែងជាសារវ័ននៅសភាពដើមនៃវត្ថុនោះលើកលែងករណីមានចែងដោយឡែកក្នុងភតិសន្យានៅពេលផុតកំណត់នៃការជួលភតិសន្យាបតីឬទាយាទទាំងឡាយរបស់ជននោះទទួលបានមកវិញនៅកម្មសិទ្ធិពេញលេញនៃសំណង់ដោយគ្មានការសងសហុយក្នុងការរៀបចំឬការកែលម្អទាំងឡាយដែលបានធ្វើដោយអ្នកជួលភតិសន្យាបតីឬទាយាទមិនអាចបង្ខំអ្នកជួលឲ្យប្រគល់អចលនវត្ថុតាមស្ថានភាពដើមបានឡើយបើសិនជាអ្នកជួលគោរពបទបញ្ញត្តិនៃវិជ្ជខណ្ឌនៃមាត្រានេះមាត្រា109ភតិសន្យាត្រូវធ្វើឡើងតាមឆន្ទៈនៃបណ្ដាភាគីនិងតាមបញ្ញត្តិនៃច្បាប់ឬបទបញ្ជាទូទៅជាធរមានភតិសន្យាត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរភតិសន្យាធ្វើឡើងដោយផ្ទាល់មាត់ត្រូវទុកជាបណ្ដោះអាសន្នហើយអាចត្រូវបានបញ្ឈប់នៅគ្រប់ពេលដោយជូនដំណឹងជាមុនក្នុងរយៈពេលស្មើនឹងរយៈពេលបង់ប្រាក់ឈ្នួលមាត្រា110មុនការចូលអាស្រ័យផលលើអចលនវត្ថុអ្នកជួលត្រូវតែដឹងអំពីស្ថានភាពនៃអចលនវត្ថុនិងសម្ភារៈនៅនឹងកន្លែងដែលបានរៀបចំតាមការព្រមព្រៀងជាមួយនឹងភតិសន្យាបតីការមិនបានពិនិត្យស្ថានភាពអចលនវត្ថុនិងសម្ភារៈនៅនឹងកន្លែងនៅពេលចូលអាស្រ័យផលត្រូវចាត់ទុកថាត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងភតិសន្យាទ្រព្យដែលជួលមិនត្រូវមានវិការៈអាថ៌កំបាំងដែលធ្វើឲ្យការប្រើប្រាស់មិនអាចប្រព្រឹត្តទៅបានតាមធម្មតាឡើយមាត្រា111អ្នកជួលត្រូវធានាការថែទាំទ្រព្យជាធម្មតានិងត្រូវសងមកវិញនៅក្នុងស្ថានភាពមួយស្របតាមស្ថានភាពនៃអចលនវត្ថុនិងសម្ភារៈនៅនឹងកន្លែងនៅពេលផុតកំណត់នៃកិច្ចសន្យាជួលដោយគិតទាំងតម្លៃនៃការខូចខាតដែលកើតពីការប្រើប្រាស់មិនធម្មតាលើកលែងករណីមានចែងដោយឡែកក្នុងភតិសន្យាមាត្រា112ភតិសន្យាបតីមិនត្រូវធ្វើសកម្មភាពឬឥរិយាបថអ្វីដែលអាចធ្វើឲ្យបង្អាក់ឬរំខានដល់ការអាស្រ័យផលរបស់អ្នកជួលផ្ទុយនឹងភតិសន្យាឡើយមាត្រា113បែបបទនៃកិច្ចសន្យាជួលអចលនវត្ថុដើម្បីប្រើប្រាស់សម្រាប់ស្នាក់នៅសម្រាប់ពាណិជ្ជកម្មសម្រាប់ឧស្សាហកម្មនិងសម្រាប់កសិកម្មត្រូវកំណត់ដោយអនុក្រឹត្យ